របស់ល្អថ្មីបណ្ឌិតđấy nhớព្រោះវេដាគឺជាអាកន្លែងយុបុគ្គលគឺបុគ្គលដែលគួរបូជាហើយតាក់ទងនឹងកន្លែងនេះអាត្មាចង់និទានរឿងរ៉ាវច្រើននិយមតាក់ទងនឹងកតញ្ញូដូចជារឿងនាងទារិកានោះធ្លាប់សម្ដែងច្រើនមកហើយញោមខ្លះក៏បានស្ដាប់ញោមខ្លះក៏មិនបានស្ដាប់នាងហ្នឹងគឺចង់ធ្វើបុណ្យជាមួយព្រះទេញោមចង់ធ្វើបុណ្យជាមួយព្រះក៏មានគេថាដាំចេកដល់ពេលចេកទុំទៅចង់យកផ្លែចេកហ្នឹងទៅថ្វាយព្រះដល់តែយកទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឃើញព្រះអង្គទ្រង់ក៏សួរថាមនាងនាងទារិកាតើនាងមកមានការអីតែនាងទារិកាហ្នឹងក៏ថាបងពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គហ្នឹងគឺចង់មកថ្វាយទៀនថ្វាយចេកចំពោះព្រះអង្គទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក៏សួរទៅវិញថាចុះមកហ្នឹងមានបានជុំអីគឺថាបច្ច័យទាំងឡាយ4ព្រះនៅផ្ទះឲ្យនៅព្រះសួរអញ្ចឹងញោមហើយដល់តែពេលកូនឮអញ្ចឹងថាអូពីមុនមកដូចតែមានព្រះផងនៅផ្ទះហើយអត់ដឹងថាមេដាបេដាគឺជាព្រះអីទេញោមអត់ដឹងទេដល់តែទៅវិញទៅដើរវែងមកដើរវែងជាងផ្ទះមើលហើយម៉ែនឹងអង្គុយក្បែរនឹងញោមអត់ដឹងថាម៉ែអីគឺជាព្រះទេដល់តែយួរចុះយួរឡើងទៅអាផ្លែចេកហ្នឹងញោមគឺវាបាក់ជ្រុំមកក្រោមតែម្ដងហើយដល់តែម៉ែឃើញអញ្ចឹងក៏ថាអូកូននោះអាចេកបាក់ហ្នឹងឲ្យម៉ែសុំមកព្រោះអាហ្នឹងវាលុបហើយកូនអត់ដឹងថាព្រះទេញោមគាត់ថាអញ្ចឹងម៉ែយកហូបទៅចឹងព្រោះចេកហ្នឹងវាជ្រុំទៅឲ្យយកទៅថ្វាយព្រះសម្មាសម្ពុទ្ធក៏មិនកើតដែរដល់តែម្សាហ្នឹងទៅជាលើកទី3ញោមទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក៏សួរទៀតថាមនាងនាងទារិកាតើនាងមានឃើញព្រះអត់ថាអត់ឃើញផងព្រះអង្គអត់ឃើញពេលចូលថាផ្លែចេកដែលបាត់មកនោះបាត់ទៅណាហើយថាអាហ្នឹងគឺខ្ញុំឲ្យមេត្តារបស់ខ្ញុំព្រះអង្គថានឹងឲ្យនាងនឹងឲ្យគឺជាព្រះរបស់នាងតថាគតនឹងគឺជាព្រះដែរប៉ុន្តែជាព្រះក្រោយឯមេត្តាបិតាគឺជាព្រះដែលមាននៅក្នុងវិហារធម៌មាននៅមេត្តាមាននៅការដល់ការសេចក្តីស្រឡាញ់រាប់អានអាណិតអាសូរចំពោះកូនបើគុំតែមានមេត្តាបិតាបង្កើតអ្នកមកនាងនឹងមិនបានមកជួបតថាគតទេនឹងតែអាត្មានិទានរឿងនេះមកដើម្បីឲ្យយើងញោមបានដឹងថាមេត្តាបិតាបើកូនត្រូវស្ដីណាធ្វើបុណ្យចំពោះគឺចម្រុងចម្រើនតែម្ដងទៅញោមហើយគឺជាទីចម្រើនដោយបុណ្យកុសលទៀតទៅញោមដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងតែព្រះអង្គទ្រង់បានត្រាស់ដឹងនៅសាពៈយុត្តញាណនឹងក៏ព្រះអង្គមានការដឹងគុណទាំងដែរញោមការដឹងគុណនឹងគឺជាឫសគល់នៃកុសលធម៌តែម្ដងមិនត្រឹមតែប៉ុណ្ណោះការដឹងគុណគឺជាប្រធាននៃបារមីទាំង30មានទានបារមីជាដើមនេះតកតងនឹងកតញ្ញូនេះញោមអាត្មាលើកមកខ្លះដើម្បីឲ្យញាតិញោមបានដឹង